ជាដំបូងសូមជំរាបសួរដល់លោកគ្រូខ្ញុំឈ្មោះលេងសិលឿមកពីក្រុម SV2433 នៅក្នុងវីដេអូនេះយើងនឹងធ្វើការនិយាយអំពី User Management Fairlock ដែលយើងបានធ្វើការធ្វើកិច្ចការនេះរួចហើយអញ្ចឹងយើងនឹងធ្វើការ demo បង្ហាញពីអ្វីដែលយើងបានធ្វើនៅក្នុងកិច្ចការនេះអញ្ចឹងដំបូងឡើយយើងនឹងធ្វើការបង្ហាញតាក់ទងទៅនឹង Lockout Policy ដែលយើងបាន set up គឺដំបូងយើងត្រូវចូលទៅកាន់ sudo nano etc security និង Fairlock config អញ្ចឹងដែរនៅខាងក្នុងនេះគឺយើងបានកំណត់នៅ Lockout Policy ដូចជា silent ដើម្បីកុំឲ្យបង្ហាញនៅdetail log information ទៅកាន់ user និងមាននៅ Denise ស្មើនឹង5ដែលធ្វើការ log account 5ដងlog account នៅពេលដែលយើង fail log ចំនួន5ដងហើយនឹងមាននៅ fail interval ស្មើនឹង900 second ដែលស្មើនឹង15នាទីនិងមាននៅ unlock time ស្មើនឹង900 second គឺស្មើនឹង15នាទីដែលធ្វើការ automatic unlock បន្ទាប់ពី15នាទីនេះឯងអញ្ចឹងហើយយើងធ្វើការ control O enter control X ដើម្បី save បន្ទាប់ពីនោះមកយើងចូលទៅមើលទៅលើ configure PAM authentication ដែលយើងចូលមកកាន់ sudo nano etc pam.d និង command out ដែលក្នុងនោះដែរយើងនឹងគឺយើងបាន add នៅ command ប៉ុណ្នេះដើម្បីដាក់ចូលទៅកាន់ configure PAM authentication របស់យើងអញ្ចឹងបន្តមកទៀតយើងធ្វើការ check ទៅលើ PAM order របស់យើងចូលទៅកាន់ grab ដល់ n ដើម្បីធ្វើការមើលទៅលើដែលវា appear នៅលើ order ដែលយើងបាន set នៅខាងក្នុងដែលយើងបាន set នៅខាងក្នុង configure PAM authentication របស់យើងអញ្ចឹងនៅពេលដែលយើង enter មកយើងនឹងឃើញនៅអ្វីដែលយើងបាន set ខាងក្នុងហ្នឹងគឺមានចំនួនប៉ុណ្នេះអញ្ចឹងយើងដល់ដំណាក់កាលមួយទៀតគឺយើងត្រូវធ្វើការតែអញ្ចឹងយើងធ្វើការ sudo user 1ដែលជា user ដែលយើងបានកំណត់ក្នុងការធ្វើចឹងហើយយើងដំបូងគឺយើងធ្វើការ log in ជាមួយនឹង correct password អញ្ចឹងឃើញថាយើង log in បានអញ្ចឹងយើងធ្វើការ exit ដើម្បី log out វិញមកយើងស៊ូម្ដងទៀតដើម្បី log in អញ្ចឹងយើងធ្វើការវាយនៅ password ដើម្បីឲ្យរង password អញ្ចឹងវានឹងបង្ហាញមកយើងថា password deny permission deny អញ្ចឹងយើងធ្វើការ log in ឲ្យខុសចំនួន5ដងនៅពេលដែលយើង log in file ចំនួន5ដងហើយគឺនឹងបង្ហាញមកថា authentication ហ្នឹង failure អញ្ចឹងពេលដែល load នៅ authentication failure ហើយនៅពេលដែលយើង log in ទោះយើងដាក់នៅ correct password ក៏ដោយក៏វាអត់ឲ្យយើងចូលទៅកាន់ user ហ្នឹងបានដែរនឹង load មកថា authentication failure ដដែលអញ្ចឹងយើងធ្វើការចូលទៅកាន់sudo fairlock ដើម្បីមើលថាfairlock ហ្នឹងកើតមានបែបណាដើម្បីមើលទៅកាន់ file login របស់យើងដែលយើងបាន record អញ្ចឹងនៅពេលដែលយើងចូលមកគឺយើងឃើញថាយើងមាន file log ចំនួន5ដងដែលយើងបាន log file មុនហ្នឹងហើយអញ្ចឹងហើយដើម្បីធ្វើការនេះវិញបានយើងធ្វើការ unlock ទៅលើ user មួយហ្នឹងអញ្ចឹងយើងធ្វើការ sudo file log user មួយហើយ reset យើងធ្វើការ reset ទៅលើ userបន្ទាប់ពីយើងreset ហើយយើងធ្វើការស៊ូចូលទៅកាន់ user មួយវិញដើម្បី log in ចូលយើងធ្វើការបញ្ចូលនៅ correct password អញ្ចឹងឃើញថាការ log in របស់យើងនឹងបានជោគជ័យហើយចូលមកកាន់ user មួយអញ្ចឹងនេះគឺជាការបង្ហាញ demo ពីការ log file log ដែលយើងធ្វើការ log ឲ្យ fail ហើយនឹង unlock ដើម្បី reset នៅ file log មកវិញសូមអរគុណលោកគ្រូ